Chùm nước mai đam tới lờ sai cả thả chết đài biết đôi chia caนิยม bẹ bẹ cả thả nông sùng công khmer ban chập đàm miền tăng pí chôn chết khmer ban khai tới kia nẹt can promanhศาสนา nâng พระพุทธศาสนา ដំបងក្នុងអំឡុងនាទសវត្សរ៍ទី1មកម្លេះតើព្រះកថាជាអ្វីកថាគឺជាបន្ទះសំណរប្រាក់ឬស្ពាន់ឬមាសដែលមានចាបាលីគាថាបញ្ចុះឲ្យដាស់ឲ្យពូកែស័ក្តិសិទ្ធិកថាត្រូវដោតឬក្រងជាខ្សែ1ខ្សែ2ឬខ្សែ3សម្រាប់ក្រវ៉ាត់នៅនឹងចង្កេះឬសម្រាប់ធ្វើពាក់នៅនឹងកក៏មានដែររីឯចំពោះដំណំនៃការពាក់ខ្សែកថានេះមនុស្សមួយចំនួនបានលើកឡើងថាហាមមិនឲ្យអ្នកដែលពាក់ខ្សែកថាដើរទៅក្រោមស្នួលហាខោអាវក្រោមផ្ទះជាដើមក៏ប៉ុន្តែចំពោះដំណំមន្តអាគមគឺអាស្រ័យទៅលើគ្រូជាអ្នកកំណត់ប៉ុណ្ណោះករណីគ្រូមិនបានប្រាប់សិស្សអំពីដំណំផ្សេងនោះទេគឺចាត់ទុកថាសិស្សនោះអាចពាក់ដើរនៅទីណាក៏បានគ្មានដំណំអ្វីទេឬហៅថាខុសគ្រូនោះទេដូច្នេះប្រសិនបើយើងមិនចេញទៅណាទេអាចដាក់តម្កល់ទុកលើហឹងដុតធូបបូជាប្រក្រតីរាល់ថ្ងៃសិលក៏បានជាទូទៅសម្រាប់បុព្វបុរសខ្មែរតែងតែមានការរៀននិងមានជំនឿខ្លាំងទៅលើមន្តអាគមនេះស្ទើរតែ 100% ទៅហើយជាពិសេសគឺអង្គព្រះមហាក្សត្រនិងមេតបធំនាសម័យនោះដែលតែងតែប្រកាន់ភ្ជាប់នៅការគោរពជំនឿបែបនេះជាងគេជារួមមិនមែនមានតែព្រះកថាប៉ុណ្ណោះទេដែលមានអាគមច្រើនប្រភេទដូចជានាងពួនចែកាច់កថាកូនក្រក់និងមានអាគមជាច្រើនប្រភេទផ្សេងទៀតផងដែរតែខ្មែរយើងតែងតែមានជំនឿទៅលើវត្ថុស័ក្តិសិទ្ធិទាំងនោះតាំងពីបុរាណកាលរហូតតមកដល់ពេលបច្ចុប្បន្ននេះសូមជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ